ឥឡូវចេះបងប្អូនបាទសួស្តីអឺអឺឃើញព្រឹកមិញខ្ញុំមើលព័ត៌មានឃើញតាម TikTok ហ្នឹងឃើញបងប្អូនខ្មែរយើងគាត់ធ្វើដំណើរត្រឡប់ទៅប្រទេសខ្មែរយើងច្រើនមែនទែនបាទហើយក៏មានបងប្អូនខ្មែរយើងមួយចំនួនធំទៀតដែលគាត់ធ្វើការនៅក្នុងប្រទេសថៃហ្នឹងគាត់ចង់ទៅហ្នឹងតែគាត់អត់បានបាទទៅអត់កើតបាទហើយមូលហេតុដែលទៅអត់កើតហ្នឹងគឺមាន3យ៉ាងបាទទី1គឺបាទតាមពិតទៅចង់ទៅលេងផ្ទះដែរបាទចង់ទៅលេងស្រុកកំណើតចង់ទៅលេងផ្ទះក៏ប៉ុន្តែកត្តា3យ៉ាងបាទមូលហេតុ3យ៉ាងដែលធ្វើឲ្យពួកគាត់មិនអាចត្រឡប់ទៅបានបាទគឺទី1ចង់ទៅផ្ទះដែរប៉ុន្តែអត់មានផ្ទះឲ្យត្រឡប់ទៅបាទហើយជាក់ស្ដែងគឺមានច្រើនណាស់ដែលអត់មានផ្ទះសម្បែងឲ្យត្រឡប់ទៅហ្នឹងបាទហើយខ្ញុំបាទហ្នឹងក៏ជាម្នាក់នៅក្នុងចំណោមហ្នឹងដែរបាទគឺអត់មានផ្ទះទេបាទអត់មានផ្ទះឲ្យត្រឡប់ទៅវិញទេបាទដោយសារបាទចាក់ចេញពីស្រុកកំណើតកើតជាហ្នឹងបាទតាំងពីអាយុ9ឆ្នាំបាទ8 9ឆ្នាំ10ឆ្នាំហើយក៏អត់ដែលបានត្រឡប់ទៅផ្ទះវិញដែរបាទហើយចិត្តតែបន្តរស់ដូរទីកន្លែងពីមួយកន្លែងទៅមួយកន្លែងរហូតហោហែអញ្ចឹងប៉ុន្តែអត់បានត្រឡប់ទៅផ្ទះទេបាទតាំងពីមកថៃឆ្នាំ2008រហូតដល់ឥឡូវហ្នឹងពី2025វាចូល9 10ឆ្នាំ7 10ឆ្នាំគឺទៅផ្ទះបានតែ2ដងទេបាទទៅលេងផ្ទះហ្នឹងទៅមកផ្លែតហើយមកវិញហើយបាទដោយសារអត់មានផ្ទះឲ្យត្រឡប់ទៅអាហ្នឹងមូលហេតុទី1មូលហេតុទី2គឺចង់ទៅដែរប៉ុន្តែកន្លែងការងារហ្នឹងគេអត់ឲ្យយើងឈប់បាទគេអត់ឲ្យយើងឈប់ត្រូវការអត់ឲ្យយើងឈប់បាទអាហ្នឹងក៏ជាមូលហេតុមួយទៀតដែលអត់អាចទៅផ្ទះអត់អាចត្រឡប់ទៅផ្ទះបានដែរបាទទៅលេងស្រុកថ្ងៃបុណ្យថ្ងៃទៀនបាទថ្ងៃដែលយើងត្រូវជួបជុំគ្នាពួកខ្មែរយើងគាត់ជួបជុំគ្នាតែ2ដងធំគឺទី1ថ្ងៃបុណ្យចូលឆ្នាំបាទប្រពៃណីជាតិខ្មែរយើងថ្ងៃមហាសង្ក្រាន្តទី2គឺថ្ងៃភ្ជុំបិណ្ឌបាទគឺកម្មវិធីពីរហ្នឹងគឺខ្មែរយើងបងប្អូនកូនចៅគាត់នៅចិត្តនៅឆ្ងាយនៅកន្លែងណាក៏ដោយបើសិនជាគាត់អាចត្រឡប់ទៅផ្ទះបានគឺគាត់ទៅហើយលើកលែងតែគាត់ទៅអត់កើតបាទគាត់ទៅអត់បានមែនទេហ្នឹងបានគាត់អត់អាចទៅបានតែបើថាគាត់អាចឆ្លៀតពេលទៅបានទោះបីមួយថ្ងៃពីរថ្ងៃ3ថ្ងៃក៏គាត់ទៅដែរព្រោះគាត់ចង់ត្រឡប់ទៅស្រុកកំណើតគាត់ចង់ទៅលេងស្រុកចង់ទៅឃើញបងប្អូនចង់ទៅជួបជុំបងប្អូននៅស្រុកកំណើតបាទទាំងខ្ញុំទាំងគេគឺគិតយ៉ាងដូចគ្នាបាទអាហ្នឹងមូលហេតុទី2គឺយើងចង់ទៅលេងស្រុកដែរប៉ុន្តែត្រូវការឬក៏កន្លែងការងារគេហ្នឹងគេអត់ឲ្យយើងឈប់បាទហើយទី3គឺអត់មានថវិកាបាទអត់មានលុយកាក់បាទជួនកាលយើងអ្នកខ្លះគាត់នៅស្រុកយើងគាត់គិតថាយើងមកធ្វើការនៅស្រុកគេអញ្ចឹងទៅមានលុយមានកាក់សល់ច្រើនតែពិតអ្នកខ្លះអត់មានទេបងប្អូនគឺប្រាក់ខែយើងរកមកយើងធ្វើមកអញ្ចឹងវាទប់ទល់ជីវភាពបានតែត្រឹមរយៈពេលមួយខែទល់មួយខែអញ្ចឹងណាបាទហើយមួយចំណោះប្រាក់ខែដែលយើងទទួលបានហ្នឹងគឺយើងបែងចែកច្រើនមុខបាទយើងផ្ញើទៅឲ្យអ្នកផ្ទះផងអ្នកខ្លះគាត់ផ្ញើទៅឲ្យពុកម្ដាយឲ្យកូនចៅអញ្ចឹងទៅគ្រួសារចាំបីបាច់គ្រួសារគាត់នៅនោះទៅហើយអ្នកខ្លះក៏គាត់ជួយបងប្អូននេះនោះអញ្ចឹងទៅហើយអ្នកខ្លះក៏គាត់បែងមកចំណែកទៀតដើម្បីទុកឲ្យខ្លួនឯងចាយវាយប្រចាំថ្ងៃអញ្ចឹងទៅបាទមួយខែទល់មួយខែអានេះគឺជាហេតុផល3យ៉ាងបងប្អូនដែរគឺអត់អាចត្រឡប់ទៅស្រុកបានគឺទី1អត់មានផ្ទះឲ្យទៅបាទអត់មានផ្ទះឲ្យត្រឡប់ទៅវិញទី2គឺកន្លែងការងារគេហ្នឹងគេអត់ឲ្យយើងឈប់បាទគេអត់ឲ្យយើងឈប់ទី3គឺអត់មានលុយបាទលុយមានតិចតួចពេលខ្លះក៏ខ្ជិលត្រឡប់ទៅវិញគិតថាទៅហើយក៏វាអត់នេះដែរអញ្ចឹងអត់បាច់ចាំទៅទេគឺចាំពេលក្រោយហើយអញ្ចឹងមួយឆ្នាំចេះតែមួយឆ្នាំក៏អត់បានទៅអាហ្នឹងគឺការពិតបងប្អូនហ្នឹងហើយអ្នកដែលមើលវីដេអូហ្នឹងប្រហែលជាបានទៅផ្ទះហើយបងប្អូនបើសិនជាបានទៅផ្ទះហើយចូលរួមត្រេកអរផងហ្នឹងបានជួបបងប្អូនឪពុកម្ដាយញាតិមិត្តសាច់សាលហិតចិត្តឆ្ងាយហើយចំណែកខ្ញុំអត់បានទៅទេបងប្អូនឆ្នាំនេះគឺប្រហែលជានៅប្រទេសថៃទៀតហើយបាទហើយជាចុងក្រោយបាទសូមគោរពជូនពរបងប្អូនទាំងអស់បាទខ្មែរយើងដែលរស់នៅក្នុងប្រទេសថៃក្តីតាមបណ្ដាប្រទេសផ្សេងក្តីបាទទូទាំងពិភពលោកនិងបងប្អូនខ្មែរយើងដែលរស់នៅក្នុងប្រជាជាតិចក្រខ្មែរយើងបាទប្រជាជាតិចក្រខ្មែរទាំងអស់បាទទទួលបានបាទគ្រប់មជ្ឈដ្ឋានទាំងអស់បាទទទួលបាននៅសុខសុវត្ថិភាពបាទសុភមង្គលសេចក្តីសុខសេចក្តីចម្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះសូមជូនពរបងប្អូនទាំងអស់បាទសុខភាពល្អសំណាងល្អបាទសូមអរគុណសូមគោរពជម្រាបលាបាទ